នៅចំបេះដូងនៃតំបន់ដីសណ្ដទន្លេមេគង្គក្រោមកម្ពុជាដែនជម្រកនៅតំបន់ដីសើមមួយកន្លែងបានធ្វើឲ្យធម្មជាតិនិងសហគមន៍រួមប្រសពគ្នាដែនជម្រកមួយនេះផ្ដល់ភាពសុខដុមរមនារវាងសត្វស្លាបព្រៃនិងវាលស្រែដ៏ស្រស់បំព្រងនេះជាដំណើររឿងរបស់អង្គរមិត្តគ្រាអង្គរដែលបង្កប់ទៅដោយក្តីសង្ឃឹមគម្រោងស្រូវមិត្តគ្រាបានផ្ដួចផ្ដើមឡើងដោយអង្គការជីវិតធម្មជាតិនៅកម្ពុជានិងក្រសួងបរិស្ថានក្នុងឆ្នាំ2019ចាប់តាំងពីពេលនោះមកគម្រោងមួយនេះបានក្លាយជានិមិត្តរូបនៃការអភិរក្សតំបន់ដីសើមការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពគាំទ្រដល់ជីវៈចម្រុះការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានជួបជាមួយមិត្តគ្រារបស់ពួកយើងជាអ្នកជិតខាងដែលអាស្រ័យតំបន់ការពារទេសភាពមួយនេះគ្រាជាបក្សីទេសន្តប្រវេសន៍ពួកគេធ្វើដំណើរចេញពីភាគខាងជើងនៃប្រទេសកម្ពុជាការរស់នៅរបស់ពួកគេគឺពឹងផ្អែកទាំងស្រុងទៅលើប្រព័ន្ធអេកូឡូស៊ីដ៏មានសារៈសំខាន់ដោយឡែកវត្តមានរបស់សត្វគ្រាបានធ្វើឲ្យតំបន់ការពារទេសភាពកាន់តែមានភាពអស្ចារ្យក៏ប៉ុន្តែសម្លាញ់គ្រារបស់ពួកយើងប្រឈមនឹងបញ្ហាយ៉ាងច្រើននៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គក្រោមនៃភូមិភាគអាស៊ីអាគ្នេយ៍សត្វគ្រាដែលជាប្រភេទសត្វកំពុងឈានទៅរកការវិនាសផុតពូជចំនួនរបស់វាកំពុងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងគំហុកការបាត់បង់ទីជម្រកដីសើមផលប៉ះពាល់រយៈពេលវែងនៃការប្រែប្រួលអាកាសធាតុការថយចុះប្រភពអាហារការលួចពងកូនពីក្នុងសម្បុកការពង្រីកដីកសិកម្មនិងការប្រើប្រាស់សារធាតុគីមីលើសកម្រិតដែលជាហេតុបណ្ដាលឲ្យចំនួនសត្វគ្រាធ្លាក់ចុះ 79% ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះបើគិតពីឆ្នាំ2013ចំនួនសត្វគ្រាបានធ្លាក់ចុះពី850ក្បាលមកនៅត្រឹមតែ178ក្បាលក្នុងឆ្នាំ2024កំឡុងពេលដែលមានវិបត្តិនេះអង្គរមិត្តគ្រាកំពុងផ្ដល់នូវក្តីសង្ឃឹមឡើងវិញដំណាំស្រូវដែលដាំដុះតាមគោលការណ៍និរន្តរភាពក្នុងដែនជម្រករបស់សត្វគ្រានារដូវមិនបន្តពូជបានផ្ដល់អាហារបន្ថែមយ៉ាងសំខាន់សម្រាប់សត្វស្លាបដ៏អស្ចារ្យទាំងនេះអង្គរមិត្តគ្រាគឺមិនមែនជាដំណាំស្រូវធម្មតាទេវាជាខ្សែជីវិតរបស់សត្វគ្រានិងជាប្រព័ន្ធអេកូឡូស៊ីដីសើមដ៏សម្បូរបែបនៃតំបន់សណ្ដទន្លេមេគង្គក្រោមអង្គរមិត្តគ្រាបានអនុវត្តតាមស្តង់ដារចំនួន12យ៉ាងជាក់លាក់ដើម្បីធានាឲ្យបាននូវនិរន្តរភាពសុវត្ថិភាពនិងផលិតផលមេត្រីភាពសត្វព្រៃនៅតំបន់ទេសភាពអន្លង់ព្រីងកសិករដាំពូជស្រូវដែលសត្វគ្រាចូលចិត្តស៊ីហើយរក្សាទុកស្រូវចាប់ពី5ទៅ50% ដោយមិនច្រូតកាត់ដើម្បីទុកជាចំណីបន្ថែមដល់ពួកគេដែលបំលាស់ទីមកទីនេះក្នុងរដូវមិនបន្តពូជរៀងរាល់ឆ្នាំចាប់ពីខែធ្នូដល់ខែមីនាក្នុងចន្លោះពីឆ្នាំ2022ដល់ឆ្នាំ2024 76% នៃសត្វគ្រាដែលមានវត្តមាននៅតំបន់ទេសភាពអន្លង់ព្រីងតែងតែរកចំណីក្នុងស្រែរបស់កសិករយើងការបដិញ្ញាចិត្តរបស់កសិករយើងក្នុងការកាត់បន្ថយការប្រើប្រាស់សារធាតុគីមីកាត់បន្ថយថ្នាំសម្លាប់សត្វល្អិតកាត់បន្ថយថ្នាំសម្លាប់ស្មៅចាប់ពី 15% ទៅ 100% គឺការពារប្រព័ន្ធអេកូឡូស៊ីនិងធានាបាននូវបរិស្ថានដែលមានសុខុមាលភាពសម្រាប់មនុស្សនិងធម្មជាតិអង្គរមិត្តគ្រាមិនត្រឹមតែជួយដល់ការអភិរក្សធនធានធម្មជាតិប៉ុណ្ណោះទេគម្រោងនេះក៏បានលើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងសកម្មភាពនេះផងដែរតាមរយៈការជ្រើសរើសអង្គរមិត្តគ្រាអ្នកបរិភោគចូលរួមគាំទ្រសហគមន៍មូលដ្ឋានជំរុញឲ្យមានសាមគ្គីភាពនិងមោទនភាពជំរាបសួរវាខ្ញុំឈ្មោះឆេងសវណ្ណាបច្ចុប្បន្នប្រធានក្រុមកសិករស្រូវមិត្តគ្រាស្ថិតនៅភូមិអន្លង់ព្រីងឃុំបឹងសាលាខាងត្បូងស្រុកកំពង់ត្រាចខេត្តកំពតតាមរយៈគម្រោងស្រូវមិត្តគ្រាមិនត្រឹមតែជួយលើកកម្ពស់ជីវភាពសហគមន៍របស់ខ្ញុំប៉ុណ្ណោះទេគម្រោងនេះក៏បង្កើនការចូលរួមសហគមន៍ខ្ញុំក្នុងការអភិរក្សសត្វគ្រាផងដែរកសិករទទួលបានជីសរីរាង្គពូជស្រូវការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មប្រកបដោយនិរន្តរភាពនិងមានសំណងសម្រាប់ស្រូវដែលរក្សាទុកជាចំណីសម្រាប់សត្វគ្រាដើម្បីធានាបាននូវកិច្ចការពារដ៏រឹងមាំនិងសុខុមាលភាពប្រព័ន្ធអេកូឡូស៊ីក្រុមអភិរក្សសហគមន៍បានធ្វើការអង្កេតតាមដានចំនួនសត្វស្លាបនៅតំបន់ដីសើមជាពិសេសគឺសត្វគ្រាព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយបំផុសគំនិតកុមារឲ្យយល់ដឹងពីគុណតម្លៃនៃការអភិរក្សសត្វព្រៃការចូលរួមការអភិរក្សជីវៈចម្រុះក្នុងតំបន់ដីសើមនិងចូលរួមការពារសត្វគ្រាជាសត្វដ៏អស្ចារ្យមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងអង្គរមិត្តគ្រាត្រូវបានសង្កត់និងវេចខ្ចប់ដើម្បីរក្សាគុណភាពយ៉ាងត្រឹមត្រូវដោយធានាបានបំពេញនៅតាមស្តង់ដារសុវត្ថិភាពចំណីអាហារនិងផ្ដល់អាហារូបត្ថម្ភបន្ថែមដោយផ្ទៀងផ្ទាត់ត្រឹមត្រូវតាមរយៈការធ្វើតេស្តសុវត្ថិភាពចំណីអាហារអង្គរមិត្តគ្រាបានឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តក្នុងការអភិរក្សនិងការធ្វើកសិកម្មប្រកបដោយនិរន្តរភាពលោកអ្នកអាចធ្វើការគាំទ្រតាមរយៈផ្សារដៃគូរបស់យើងជាច្រើនក្នុងនោះមានផ្សារដាវ៉ាន់ជាដើមជាផ្សារដែលផ្ដល់ឲ្យអ្នកបរិភោគនៅជម្រើសអាហារដែលមានគុណភាពខ្ពស់
ថែមទាំងគាំទ្រធម្មជាតិនិងសហគមន៍មូលដ្ឋានតាមរយៈការជ្រើសរើសអង្ករមិត្តក្រៀលលោកអ្នកមិនត្រឹមតែគាំទ្រផលិតផលក្នុងស្រុកប៉ុណ្ណោះទេលោកអ្នកក៏កំពុងចូលរួមក្នុងចលនាអភិរក្សជាមួយកសិករយើងផងដែររាល់ការគាំទ្ររបស់លោកអ្នកគឺបានចូលរួមអភិរក្សតំបន់ដីសើមរបស់យើងទាំងអស់គ្នាពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននិងចូលរួមការពារសត្វក្រៀលជាប្រភេទសត្វកំពុងរងគ្រោះឲ្យរួចផុតពីការផុតពូជថែរក្សាជំរកតំបន់ដីសើមដ៏មានតម្លៃរបស់ពួកគេនៅក្នុងតំបន់ទំនាបទន្លេមេគង្គក្រោមយើងទាំងអស់គ្នាអាចសាងអនាគតដ៏ត្រចះត្រចង់មួយនេះសម្រាប់ធម្មជាតិនិងសហគមន៍របស់ពួកយើងអរគុណសម្រាប់ការស្វែងយល់ពីសាច់រឿងអង្ករមិត្តក្រៀលគាំទ្រការងាររបស់កសិករពួកយើងឥឡូវនេះទទួលបានរសជាតិថ្មីនិងដើម្បីសុខុមាលភាពសូមចូលទៅកាន់ Facebook និងគេហទំព័ររបស់យើងដើម្បីស្វែងយល់បន្ថែមនិងចូលរួមជាមួយពួកយើង